ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងលើកយកអាកំបាំងនៃការបាត់បង់ជីវិតរបស់តារា live streamer ក៏ដូចជា influencer ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលបានបាត់បង់ជីវិតនៅលើទឹកដីកម្ពុជាយើងកាលពីឆ្នាំ2023រឿងនេះប្រហែលជាមានបងប្អូនមួយចំនួនបានដឹងមកហើយចំពោះរឿងរ៉ាវដែលបានកើតឡើងទៅលើរូបនាងកាលពីឆ្នាំនោះរឿងរ៉ាវរបស់នាងបានផ្ទុះជាខ្លាំងព្រមទាំងមានការវែកញែកជាច្រើននៅក្នុងបណ្ដាញសង្គមរឿងរ៉ាវដែលបានកើតឡើងទៅលើរូបនាងគឺជាប់ពាក់ព័ន្ធជាមួយនឹងជនជាតិចិនពីរនាក់ប្តីប្រពន្ធដែលរស់នៅក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញផ្ទាល់តែម្ដងហេតុការណ៍ដែលបានកើតឡើងទៅលើ influencer ដ៏ល្បីឈ្មោះម្នាក់នេះហាក់មានភាពសង្ស័យជាច្រើនព្រោះសូម្បីតែឪពុកម្ដាយរបស់នាងក៏ហាក់ដូចជាប្លែកៗថែមទៀតពួកគាត់មិនចង់ឲ្យក្រុមប៉ូលីសធ្វើកសោវិច័យទៅលើរាងកាយរបស់នាងឡើយមិនដឹងថាមកពីហេតុអ្វីឥឡូវបើសិនជាបងប្អូនចង់ដឹងរឿងរ៉ាវលម្អិតដែលបានកើតឡើងទៅលើរូបនាងថាវាទៅជាយ៉ាងណាហើយមានហេតុការណ៍អ្វីខ្លះដែលបានកើតឡើងទៅលើតារាស្រីកូរ៉េម្នាក់នេះតោះយើងមកតាមដានស្ដាប់ទាំងអស់គ្នានៅថ្ងៃទី6ខែមិថុនាឆ្នាំ2023នៅកន្លែងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅខេត្តកណ្ដាលនៃប្រទេសកម្ពុជាយើងក៏មានអ្នកបើក excavator ម្នាក់បានប្រទះឃើញអ្វីម្យ៉ាងនៅក្នុងបលាយទឹករបស់នោះត្រូវបានគេរុំដោយកន្ទេលពណ៌ក្រហមរួចយកទៅបោះចោលនៅក្នុងបលាយទឹកមួយនោះនៅពេលដែលគាត់ឃើញដំបូងគាត់គិតថាប្រហែលជាអ្នកស្រុកដែលរស់នៅក្បែរនឹងដែលមានផ្ទះនៅជិតនឹងគាត់បានយកកន្ទេលទៅបោះចោលតែទាស់ត្រង់ថានៅជុំវិញកន្ទេលនោះគឺគេបានចងខ្សែភ្លើងយ៉ាងតឹងណែនមើលទៅដូចជាមានអ្វីម្យ៉ាងដែលចម្លែកនៅខាងក្នុងកន្ទេលក្រហមមួយនោះគាត់មានការសង្ស័យក៏បានទៅមើលឲ្យចិត្តស្រាប់តែគាត់ឃើញមានជើងនិងសក់ចេញមកខាងក្រៅទើបបានគាត់ដឹងថារបស់ដែលរុំនៅក្នុងកន្ទេលពណ៌ក្រហមនោះគឺជារាងកាយរបស់មនុស្សមិនចាំយូរឡើយគាត់ក៏បានហៅគ្នាមកមើលរួចបានរាយការណ៍ទៅប៉ូលីសដើម្បីឲ្យប៉ូលីសមកស្រាវជ្រាវនៅកន្លែងដែលរកឃើញសាកសពប៉ូលីសប្រើពេលមិនយូរឡើយក៏បានមកដល់ទីតាំងនោះនិងបានស្រង់យកសាកសពមកលើគោកតាមការសន្និដ្ឋានដំបូងសាកសពនោះគឺជាមនុស្សស្រីនាងជាជនបរទេសអាចជាជនជាតិចិនឬក៏ជនជាតិកូរ៉េនាងមានអាយុចន្លោះពី30ទៅ40ឆ្នាំនាងមានស្បែកសដូចនេះហើយបានជាក្រុមប៉ូលីសសន្និដ្ឋានថានាងអាចជាជនជាតិកូរ៉េឬក៏ជាជនជាតិចិនជនរងគ្រោះម្នាក់នេះមានពាក់អាវដៃខ្លីពណ៌ខ្មៅនិងស្លៀកខោជើងវែងពណ៌ខ្មៅនៅលើរាងកាយនៃសពគឺមានកស៊ូចងសក់មួយផងដែរក្រុមប៉ូលីសរកមិនឃើញមានទូរស័ព្ទដៃរបស់នាងឡើយបើតាមប៉ូលីសគាត់និយាយនៅពេលដែលរកឃើញសាកសពដំបូងក្រុមប៉ូលីសបានគិតថាជនរងគ្រោះម្នាក់នេះត្រូវបានគេប្រើប្រាស់អំពើហិង្សារហូតដល់នាងបានបាត់បង់អាយុជីវិតដោយផ្អែកទៅលើស្នាមរបួសដែលមាននៅលើរាងកាយនាងមានរបួសនៅលើមុខភ្នែកកនិងមានស្នាមជាំពេញខ្លួនអ្វីដែលចម្លែកទៀតនោះគឺជនរងគ្រោះម្នាក់នេះមិនមានស្លៀកខោក្នុងឬក៏អាវក្នុងឡើយមើលទៅនាងហាក់ដូចជាត្រូវបានគេរំលោភឬក៏បំពានរាងកាយអីចឹងក្រុមការវិភាគយ៉ាងលម្អិតពីក្រុមប៉ូលីសពួកគាត់ក៏សន្និដ្ឋានថាជនរងគ្រោះម្នាក់នេះគឺជាជនជាតិកូរ៉េខាងត្បូងទើបបានក្រុមប៉ូលីសតាក់ទងទៅស្ថានទូតកូរ៉េខាងត្បូងដើម្បីឲ្យខាងស្ថានទូតមកជួយកំណត់ពីអត្តសញ្ញាណរបស់នាងក្រុមប៉ូលីសបានបញ្ជូនគំរូស្នាមកយ៉ាវដៃទៅខាងស្ថានទូតដើម្បីធ្វើការប្រៀបធៀបមិនយូរប៉ុន្មានលទ្ធផលក៏ចេញមកជនរងគ្រោះម្នាក់នេះពិតជាជនជាតិកូរ៉េខាងត្បូងពិតមែននាងមានឈ្មោះពិតប្រាកដថាផាយុនអាយ៉ុងដែលមានអាយុ33ឆ្នាំនាងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី2ខែមិថុនាឆ្នាំ2023អាយ៉ុងគឺជា influencer ដ៏ល្បីឈ្មោះម្នាក់ក្នុងកម្មវិធី Africa TV ដែលជាកម្មវិធី live ផ្ទាល់ដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូងក្រៅពីនេះនាងក៏មានគណនី Instagram និង YouTube ផងដែរដែលមានអ្នក follow ឬក៏អ្នក subscribe ជាច្រើនម៉ឺននាក់អាយ៉ុងកើតនៅថ្ងៃទី10ខែមិថុនាឆ្នាំ1990នៅអំឡុងខែមិនិនាឆ្នាំ2023មុនពេលដែលអាយ៉ុងជួបគ្រោះថ្នាក់នាងបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់នាងថានាងចង់ផ្ដាច់ខ្លួនពីបណ្ដាញសង្គម
ចង់រស់នៅធ្វើជាមនុស្សធម្មតាទូទៅមិនមែនជា influencer ឬក៏តារាអនឡាញល្បីឈ្មោះអ្វីឡើយការបង្ហោះរបស់នាងនេះបានធ្វើឲ្យអ្នកតាមដាននិងមិត្តភ័ក្តិមួយចំនួនរបស់នាងមានការប្លែកចិត្តរួចបានសួរនាំនាងថាមានបញ្ហាអ្វីមែនបានជាធ្វើឲ្យនាងគិតបែបនេះអាយ៉ុងបានប្រាប់មិត្តភ័ក្តិថាមានគេតាមស្ទកតាមដានរញ៉េរញ៉ៃនាងពេកនាងមានអារម្មណ៍ថាខ្លួនឯងបាត់បង់ភាពឯកជនចង់ធ្វើអ្វីក៏ពិបាកដូច្នេះហើយទើបនាងចង់ផ្ដាច់ខ្លួនចង់រស់នៅដូចមនុស្សទូទៅមិនល្បីមិនមានអ្នកស្គាល់វាសនុកស្រួលចិត្តជាងនៅពេលដែលអាយ៉ុងមកដល់ប្រទេសកម្ពុជានាងបានទៅស្នាក់នៅក្នុងអាផាតមិនដ៏ប្រណិតរបស់មិត្តភ័ក្តិនាងជាជនជាតិកូរ៉េដែលមានប្តីជាជនជាតិចិននៅម្ដុំបឹងកេងកងនៅពេលដែលក្រុមប៉ូលីសទទួលបានព័ត៌មាននេះហើយក្រុមប៉ូលីសក៏បានទៅដល់អាផាតមិននោះរួចបានសាកសួរព័ត៌មានពីបុគ្គលិកទទួលភ្ញៀវនៅខាងមុខនិងបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងអាផាតមិនអ្នកទទួលភ្ញៀវបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាអាយ៉ុងធ្លាប់បានប្រាប់ពួកគេថានាងមិនស្រួលខ្លួនហើយក៏ទៅរកពេទ្យចំណែកឯកាមេរ៉ាសុវត្ថិភាពនៅក្នុងអាផាតមិនក៏បានបង្ហាញដែរថានៅថ្ងៃទី3ខែមិថុនាឆ្នាំ2023នៅម៉ោង 11:58 នាទីថ្ងៃគេឃើញអាយ៉ុងដើរតាមផ្លូវសំដៅទៅ clinic មួយរួចបានត្រឡប់មកវិញនៅស្អែកឡើងត្រូវនឹងថ្ងៃទី4ខែមិថុនាឆ្នាំ2023នៅម៉ោង 3:58 នាទីរសៀលកាមេរ៉ាសុវត្ថិភាពនៅក្នុងអាផាតមិនបានចាប់ពីសកម្មភាពរបស់អាយ៉ុងដើរចេញពីអាផាតមិនម្ដងទៀតហើយនៅម៉ោង 4:14 នាទីល្ងាចកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវបានបង្ហាញថាអាយ៉ុងកំពុងតែដើរនៅតាមផ្លូវនាងមានពាក់អាវដៃខ្លីពណ៌ខ្មៅនិងស្លៀកខោជើងវែងពណ៌ខ្មៅដូចគ្នានឹងសម្លៀកបំពាក់ដែលនាងបានពាក់នៅពេលដែលគេរកឃើញសាកសពរបស់នាងក្នុងបលាយទឹកនាងដើរបណ្ដើរលេងទូរស័ព្ទបណ្ដើរមួយសន្ទុះមកនាងបានដើរចូលទៅ clinic នៅស្ដាំដៃមានផ្លាកពណ៌ខៀវដែលមានសរសេរឈ្មោះថា clinic ពិគ្រោះជំងឺពណ៌ខាង clinic នេះមានម្ចាស់ជាជនជាតិចិន2នាក់ប្តីប្រពន្ធផ្លាកមន្ទីរពេទ្យមានសរសេរលាយភាសាខ្មែរជាមួយនឹងភាសាចិនដោយមានទទួលព្យាបាលជំងឺដូចជាការវះកាត់ការពិគ្រោះជំងឺរោគស្ត្រីរោគសើស្បែកការព្យាបាលដោយចាក់មជលវិទ្យាសាស្ត្រទាំងមនុស្សធំនិងកុមារបើយើងក៏លេចមើលរូបថតមួយផ្ទាំងនេះឃើញថាក្នុង clinic ពណ៌ខាងមិនមានសម្ភារៈត្រឹមត្រូវមិនមានកន្លែងទទួលអ្នកជំងឺពិនិត្យជំងឺមានតែកៅអី 3-4 នៅចំហៀងជាប់នឹងជញ្ជាំងតម្លៃពិនិត្យជំងឺសរសេរដោយដៃបិទនឹងទូកញ្ចក់សភាព clinic មើលទៅដូចជាយ៉ាប់យ៉ឺនមិនទំនងជា clinic ពិនិត្យជំងឺអីសោះអ្នកជិតខាងដែលរស់នៅក្បែរក៏បាននិយាយនៅក្នុងបទសម្ភាសន៍ផងដែរថាពួកគាត់កម្រឃើញមានមនុស្សមកពិនិត្យជំងឺនៅទីនេះណាស់ហើយពួកគាត់ក៏មិនមានទំនាក់ទំនងជាមួយនឹងពីរអ្នកប្តីប្រពន្ធនេះដែរមូលហេតុដោយសារតែបញ្ហាភាសាពិបាកនៅក្នុងការទំនាក់ទំនងគ្នាបើតាមកាមេរ៉ាសុវត្ថិភាពក៏បានបង្ហាញដែរថាបន្ទាប់ពីអាយ៉ុងចូលទៅក្នុង clinic នេះហើយមិនឃើញនាងចាក់ចេញមកវិញជារៀងរហូតយោងទៅតាមកាមេរ៉ាសុវត្ថិភាពដែលថតពីជំហៀងជាប់ clinic ពណ៌ខាងបានបង្ហាញឲ្យឃើញថាបន្ទាប់ពីនាងចូលទៅក្នុង clinic នេះប្រហែលជា7-2ម៉ោងពលគឺនៅម៉ោង 5:52 នាទីល្ងាចភ្លើងបំភ្លឺនៅក្នុង clinic បានបិទហើយនឹងម៉ោង 6:19 នាទីល្ងាចភ្លើងក្នុង clinic នេះក៏បានបើកមកវិញបន្ទាប់មកមានបុរសម្នាក់ជិះម៉ូតូ 2-3 ដងទៅមកក្នុង clinic នេះរួចបានដប់ស្ត្រីម្នាក់មកផងដែរដល់ម៉ោង 9:05 នាទីយប់បុរសស្ត្រី2នាក់នេះក៏បានជិះម៉ូតូចេញពី clinic ទៅបាត់រហូតដល់ម៉ោង 12:53 នាទីយប់ស្រាប់តែមានឡានព្រុសពណ៌ខៀវមួយគ្រឿងបើកមក clinic រួចគេឃើញស្ត្រីដែលបុរសនោះដប់ទៅចុះពីលើឡានដើរចូលទៅខាងក្នុង clinic ពណ៌ខាងរីឯបុរសនោះវិញគេបានសេរីឡានបើកចូលទៅខាងក្នុង clinic ប្រហែលជា10នាទីក្រោយមកឡាននោះបានបើកចេញពី clinic ទៅបាត់ទាំងកណ្ដាលត្រៀតរយៈពេល9ម៉ោងគិតចាប់តាំងពីម៉ោង 4 ល្ងាចរហូតទៅដល់ម៉ោង 1 យប់មិនឃើញមានវត្តមានរបស់អាយ៉ុងចេញមកវិញទេហើយបុរសស្ត្រីដែលឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះពួកគេគឺជាពីរអ្នកប្តីប្រពន្ធជនជាតិចិនជាម្ចាស់ clinic ពណ៌ខាងក្រុមប៉ូលីសបានចុះទៅដល់ clinic រួចបាននាំខ្លួនពីរអ្នកប្តីប្រពន្ធនេះមកសាកសួរចម្លើយបុរសជាប្តីមានឈ្មោះថា Lai Vinh Zhao
ដែលមានអាយុ30ឆ្នាំរីឯប្រពន្ធមានឈ្មោះថាខៃហ៊ុយជឿនមានអាយុ39ឆ្នាំពួកគេមានកូនជាមួយគ្នាម្នាក់ដែលមានអាយុត្រឹមតែ7ខែប៉ុណ្ណោះទាំងពីរអ្នកប្តីប្រពន្ធបើក clinic នេះដោយខុសច្បាប់មិនមានអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួងហើយពួកគេថែមទាំងមិនមានសញ្ញាបត្រពេទ្យអីទេពួកគេមករស់នៅប្រទេសកម្ពុជាមានរយៈពេល6ខែមុនពេលដែលមានបញ្ហាឪពុកម្ដាយរបស់ហ៊ុយជឿនគឺជាពេទ្យចិនបើវិនសៅវិញគេចេះជំនាញពេទ្យតិចតួចនេះមកពីគេរៀនតាមគ្រួសារខាងប្រពន្ធបន្ទាប់ពីអ្នកប្តីប្រពន្ធរបស់គេបានចាក់ចេញពីប្រទេសកំណើតមករស់នៅប្រទេសកម្ពុជាគេបានយកជំនាញពេទ្យដែលខ្លួនចេះតិចតួចមកបើករកស៊ីនៅប្រទេសកម្ពុជាផ្ទាល់តែម្ដងគិតត្រឹមថ្ងៃដែលមានបញ្ហាគឺគេបើក clinic នេះបានរយៈពេល3ខែប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាក្រោយពេលដែលអាយ៉ុងមានបញ្ហានៅក្នុង clinic នេះភ្លាមពួកគេក៏បានយករាងកាយរបស់នាងដាក់ក្នុងឡានព្រុសដឹកយកទៅបោះចោលនៅបន្លាយទឹកនៅឯស្រុកកដាលស្ទឹងខេត្តកដាលដើម្បីបំបត្តិភស្តុតាងបើតាមអ្នកស្រុកដែលរស់នៅតំបន់នោះគេបាននិយាយថានៅយប់នោះពួកគាត់ឮសំឡេងឡានបើកទៅមក 4-5 ដងដូចរោរបស់អ្វីម្យ៉ាងអញ្ចឹងបន្ទាប់មកក៏ឈប់នៅកន្លែងដែលគេរកឃើញសាកសពរបស់អាយ៉ុងលើពីនេះពួកគាត់ក៏ឮសំឡេងឆ្កែព្រុសយ៉ាងចម្លែកផងដែរនៅយប់នោះក្នុងការសាកសួរចម្លើយទៅលើវិនសៅគេបានសារភាពថាគេពិតជាមិនស្គាល់អាយ៉ុងពីមុនមកទេគេមិនដឹងថានាងជាតារាអនឡាញល្បីឈ្មោះមិនដឹងថានាងមានការងារអ្វីឡើយគេទទួលស្គាល់ថាគេពិតជាបានយកសាកសពរបស់នាងទៅបោះចោលក្នុងបន្លាយទឹកមែនប៉ុន្តែគេបដិសេធថាមិនបានសម្លាប់នាងនោះឡើយតាមពាក្យសារភាពរបស់វិនសៅគេបានបន្តទៀតថាកាលពីថ្ងៃទី3ខែមិថុនាអាយ៉ុងបានទៅ clinic របស់គេម្ដងដែរនៅថ្ងៃនោះនាងបានមក clinic របស់គេមួយសន្ទុះធំក៏បានត្រឡប់ទៅវិញមកដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2023ជាថ្ងៃកើតហេតុអាយ៉ុងបានមក clinic របស់គេជាលើកទី2នៅថ្ងៃនោះអាយ៉ុងបានស្នើសុំឲ្យគេចាក់ថ្នាំមួយប្រភេទដែលមានឈ្មោះថា Propofol ឲ្យនាងតែគេបដិសេធមិនយល់ព្រមចាក់ឲ្យនាងព្រោះថាថ្នាំនោះជាថ្នាំខុសច្បាប់ត្រូវបានគេហាមប្រាមមិនឲ្យប្រើប្រាស់បន្ទាប់មកគេបានដាក់សេរ៉ូមឲ្យនាងមួយកប្លោកដែលជាប្រភេទសេរ៉ូមជំនួយក្រោយពេលដែលអាយ៉ុងដាក់សេរ៉ូមនោះភ្លាមនាងស្រាប់តែមានអាការៈប្រកាច់ដល់អញ្ចឹងទៅគេក៏បានផ្ដល់ថ្នាំឲ្យនាងក្នុងន័យជួយសង្គ្រោះជីវិតហើយមិនបានហៅឡានពេទ្យដើម្បីបញ្ជូននាងទៅសង្គ្រោះនៅពេទ្យធំនោះទេព្រោះគេខ្លាចថាមានបញ្ហាដល់ខ្លួនដោយសារតែ clinic ដែលគេបើកនេះគឺវាខុសច្បាប់វិនសៅព្យាយាមព្យាបាលជួយសង្គ្រោះនាងដោយដៃគេផ្ទាល់តែជាអកុសលអាការៈរបស់អាយ៉ុងកាន់តែធ្ងន់ធ្ងរទៅនាងក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍មួយនេះក្រោយពេលដែលអាយ៉ុងបានបាត់បង់ជីវិតវិនសៅខ្លាចថាប៉ូលីសចាប់ខ្លួននឹងត្រូវជាប់គុកជាប់ច្រវាក់គេក៏បានសម្រេចចិត្តលាក់បាំងសាកសពរបស់អាយ៉ុងវិនសៅទទួលសារភាពថាគេធ្វើរឿងរ៉ាវទាំងអស់នេះតែម្នាក់ឯងដោយប្រពន្ធរបស់គេមិនបានចូលរួមឬពាក្យពាន់អ្វីឡើយនាងមិនបានដឹងរឿងនេះទេព្រោះថានាងរវល់មើលកូនតូចថ្នាំ Propofol ដែលវិនសៅអះអាងថាអាយ៉ុងយកមកឲ្យគេចាក់ឲ្យនាងនោះគឺជាប្រភេទថ្នាំម្យ៉ាងជួយកាត់បន្ថយការឈឺចាប់ភាពតានតឹងការថប់អារម្មណ៍និងការគេងមិនលក់វាអាចជួយឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ធូរស្រាលស្រដៀងគ្នានឹងការប្រើប្រាស់សារធាតុញៀនហើយថ្នាំប្រភេទនេះក៏អាចធ្វើឲ្យញៀនផងដែរថ្នាំប្រភេទនេះគឺគេពេញនិយមប្រើខ្លាំងនៅក្នុងឧស្សាហកម្មកំសាន្តរបស់ប្រទេសកូរ៉េខាងត្បូងតាមការពិនិត្យធ្វើកសោតវិច័យទៅលើសាកសពរបស់អាយ៉ុងគេរកឃើញថ្នាំប្រភេទនេះនៅក្នុងរាងកាយរបស់នាងពិតមែននៅក្នុងរបាយការណ៍របស់ប៉ូលីសពេលដែលរកឃើញសាកសពរបស់អាយ៉ុងដំបូងក្រុមប៉ូលីសគិតថានាងត្រូវបានគេបំពានរាងកាយនិងប្រើប្រាស់អំពើហិង្សាតែក្រោយពេលដែលធ្វើកសោតវិច័យទៅលើសាកសពរបស់នាងរួចក្រុមប៉ូលីសបាននិយាយថានាងមិនត្រូវបានគេបំពានរាងកាយឬប្រើប្រាស់អំពើហិង្សាអីទេចំពោះស្នាមជាំឬរបួសដែលមាននៅលើរាងកាយរបស់នាងគឺបណ្ដាលមកពីការត្រាំទឹកយូរថ្ងៃពេកទៅបណ្ដាលឲ្យមានការហើមជាំលើរាងកាយដូចនេះបើនិយាយអំពីគ្រួសាររបស់នាងវិញគឺមិនចង់ឲ្យក្រុមប៉ូលីសធ្វើកសោតវិច័យទៅលើសាកសពរបស់នាងទេដោយពួកគាត់ចង់បញ្ចប់រឿងក្តីនេះឲ្យឆាប់រហ័សរួចយកសាកសពរបស់នាងទៅធ្វើបុណ្យតាមប្រពៃណីដើម្បីជៀសវាងមតិផ្សេងៗពីសាធារណជន
ត្រង់កន្លែងនេះនាំឲ្យមានការសង្ស័យនិងមានមតិមួយចំនួននិយាយតាក់ទងអំពីទំនាក់ទំនងក្នុងគ្រួសាររបស់នាងព្រោះការដែលពួកគាត់ហាមឃាត់មិនឲ្យក្រុមអ្នកស្រាវជ្រាវធ្វើកសោវិច័យនេះគឺវាប៉ះពាល់ដល់រឿងក្តីហើយគេក៏មិនអាចដឹងពីមូលហេតុពិតនៃការបាត់បង់ជីវិតរបស់អាយ៉ុងថាមកពីមូលហេតុអ្វីពួកគេយល់ឃើញថានៅក្នុងគ្រួសាររបស់អាយ៉ុងច្បាស់ជាមានបញ្ហាឬក៏មិនចុះសម្រុងគ្នាឪពុកម្ដាយរបស់អាយ៉ុងរស់នៅសហរដ្ឋអាមេរិកចំណែកឯនាងវិញរស់នៅប្រទេសកូរ៉េខាងត្បូងម្នាក់ឯងតែជាក់ស្ដែងទៅទំនាក់ទំនងក្នុងគ្រួសាររបស់អាយ៉ុងមិនដូចមតិដែលមហាជនបានលើកឡើងនោះឡើយរវាងនាងនិងឪពុកម្ដាយមានទំនាក់ទំនងល្អជាមួយគ្នាពួកគាត់តែងតែតាក់ទងគ្នាជាប្រចាំមិនមានអ្វីដែលខុសប្រក្រតីអីទេមហាជនសង្ស័យរឿងដែលឪពុកម្ដាយរបស់នាងមិនចង់ឲ្យក្រុមប៉ូលីសធ្វើកសោវិច័យទៅលើសាកសពរបស់អាយ៉ុងព្រោះពួកគាត់ចង់បិទបាំងរឿងអ្វីម្យ៉ាងដែលពួកគាត់បានដឹងពីមិត្តភ័ក្តិរបស់អាយ៉ុងដែលរស់នៅប្រទេសកម្ពុជាជាមួយនឹងប្តីជនជាតិចិនទើបមិនចង់ឲ្យក្រុមអ្នកធ្វើកសោវិច័យកំណត់រកពីមូលហេតុពិតនៃការបាត់បង់ជីវិតរបស់នាងបើសិនជាលទ្ធផលកសោវិច័យចេញមកដូចអ្វីដែលពួកគាត់គិតមែននោះវានឹងប៉ះពាល់ដល់កិត្តិយសកូនស្រីរបស់គាត់ដូចនេះហើយបានជាគាត់ព្យាយាមហាមឃាត់មិនចង់ឲ្យគេធ្វើកសោវិច័យប៉ុន្តែក្រុមប៉ូលីសខាងប្រទេសកម្ពុជាយើងបានបដិសេធនិងបានស្នើសុំទៅខាងស្ថានទូតដើម្បីជួយសម្របសម្រួលចុងក្រោយគ្រួសាររបស់អាយ៉ុងក៏បានយល់ព្រមបើតាមព័ត៌មានគេបាននិយាយថានៅប្រទេសកម្ពុជាយើងមិនមានបច្ចេកទេសទំនើបសម្រាប់ធ្វើតេស្ត DNA បានជាគេត្រូវបញ្ជូន DNA នេះទៅក្រៅប្រទេសដើម្បីឲ្យគេជួយពិនិត្យវិញអ្នកលេងបណ្ដាញសង្គមមួយចំនួនដាក់ការសង្ស័យលើមិត្តភ័ក្តិរបស់អាយ៉ុងដែលមានប្តីជាជនជាតិចិនគេគិតថាអាយ៉ុងស្គាល់ clinic ពីអ្នកប្តីប្រពន្ធជនជាតិចិននេះតាមរយៈប្តីរបស់មិត្តភ័ក្តិអ្នកខ្លះយល់ឃើញថាអាយ៉ុងត្រូវបានគេបោកបញ្ឆោតយកទៅជួញដូរនិយាយមួយម៉ាត់ទៅគឺត្រូវបានគេបោកយកទៅលក់ឲ្យនរណាម្នាក់ប៉ុន្តែនាងបានដឹងខ្លួនមុនឬនាងមិនយល់ព្រមទើបគេចាត់ការបំបិទមាត់នៅត្រង់កន្លែងនេះវាអាចទៅរួចដែរដោយសារតែនៅពេលអាយ៉ុងបាត់ខ្លួនភ្លាមមិត្តភ័ក្តិរបស់នាងមិនបានរាយការណ៍ទៅក្រុមប៉ូលីសឲ្យតាមស្វែងរកនាងឬផ្ដល់ព័ត៌មានទៅស្ថានទូតប្រទេសកូរ៉េខាងត្បូងពីការបាត់ខ្លួនរបស់អាយ៉ុងទេអញ្ចឹងហើយបានជាមានគេសង្ស័យលើមិត្តភ័ក្តិរបស់អាយ៉ុងមិត្តភ័ក្តិរបស់អាយ៉ុងនៅពេលដែលនាងដឹងពីការបាត់ខ្លួនរបស់អាយ៉ុងហើយនាងគួរតែបារម្ភទៅប្តឹងប៉ូលីសឲ្យប៉ូលីសតាមជួយស្វែងរកតែនាងបែរជារក្សាភាពស្ងៀមស្ងាត់មិនបានធ្វើអ្វីទាំងអស់ចំពោះក្រុមប៉ូលីសពួកគាត់មិនបានចាប់ខ្លួនមិត្តភ័ក្តិរបស់អាយ៉ុងឡើយព្រោះមិនមានភស្តុតាងគ្រប់គ្រាន់មកបញ្ជាក់ថានាងពិតជាពាក់ព័ន្ធទៅលើការស្លាប់របស់អាយ៉ុងមានអ្នកខ្លះទៀតយល់ឃើញថាការបាត់បង់ជីវិតរបស់អាយ៉ុងគឺបណ្ដាលមកពីការប្រើប្រាស់ថ្នាំរងាប់អារម្មណ៍ឬក៏ថ្នាំកាត់បន្ថយភាពតានតឹងលើសកម្រិតឬក៏វាប្រតិកម្មជាមួយនឹងថ្នាំដែលវិនសៅបានចាក់ក្នុងសេរ៉ូមឲ្យនាងទាំងអស់នេះវាគ្រាន់តែជាពាក្យចចាមអារាមយើងមិនទាន់ដឹងការពិតទៅជាបែបណានោះឡើយមានតែរងចាំមើលថានឹងមានព័ត៌មានអ្វីដែលបន្ថែមលើករណីរបស់អាយ៉ុងចំពោះដំណើរការក្តីការកសោវិច័យនិងព័ត៌មានផ្សេងតាក់ទងអំពីអាយ៉ុងតាំងពីពេលកើតហេតុមកដល់ពេលនេះមិនទាន់មានព័ត៌មានអ្វីបន្ថែមឡើយយើងគ្រាន់តែដឹងថាពីអ្នកប្តីប្រពន្ធនោះត្រូវបានប៉ូលីសយកទៅឃុំខ្លួនរងចាំការស៊ើបអង្កេតស្រាវជ្រាវក្តីឬក៏ការដំណើរការក្តីហើយបើសិនជាពួកគេទាំងពីរនាក់ពិតជាបានប្រព្រឹត្តទោសកំហុសពិតមែននោះពួកគេនឹងទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះរឿងរ៉ាវអាយ៉ុងនៅថ្ងៃនេះខ្ញុំសូមបញ្ចប់វាត្រឹមតែប៉ុណ្្នឹងហើយបើសិនជាមានព័ត៌មានអ្វីដែលបន្ថែមខ្ញុំនឹងអាប់ដេតនៅពេលក្រោយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមើលមកដល់ត្រឹមនេះខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អអរគុណច្រើនជម្រាបលា